ក្នុងរឿងមេរៀនរបស់ព្រះសម្មាសម្ពុទ្ធថ្មីបិទតែរឿងច្រើនប៉ុន្តែវាមានរឿងជាគន្លឹះដែលយើងគួរតែយល់ដឹងដើម្បីធ្វើឲ្យមានការជ្រះស្រឡះថាតើមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាមេរៀនបែបសាសនាការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធគឺជាការបង្រៀនអប់រំបែបសាសនាឬជាការបង្រៀនបែបវិទ្យាសាស្ត្ររឿងធំជាងគេគឺរឿងអនត្តាកន្លែងហ្នឹងបងប្អូនគឺជារឿងធំបំផុតដែលបងប្អូនត្រូវយល់មុននឹងបងប្អូនចូលរួមក្នុងសកម្មភាពការងារទាំងឡាយដែលបងប្អូនយល់ថាគឺជាកិច្ចការសាសនាជាពិសេសគឺសាសនាដែលបងប្អូនចាត់ទុកថាជាសាសនារបស់ព្រះសម្មាសម្ពុទ្ធនេះឯងមុននឹងបងប្អូនចាប់ផ្ដើមចំណាយលុយចូលទៅក្នុងកិច្ចការសាសនារឿងធំជាងគេបំផុតបងប្អូនត្រូវយល់ពីពាក្យថាអនត្តាជាមុនសិនព្រះសម្មាសម្ពុទ្ធបងប្អូនលោកសម្ដែងពីអនត្តានឹងច្រើនណាស់បងប្អូនមានអ្នកខ្លះបងប្អូនចាំរត់មាត់ប៉ុន្តែខ្លឹមនៃពាក្យថាអនត្តានឹងពលមិនត្រូវទេបងប្អូនណាពេលណាបងប្អូនមើលយល់ធម៌អនត្តាបងប្អូនមើលអ្វីក៏រលាយខ្សលមើលស្អីក៏រលាយខ្សលដែរបងប្អូនចាប់ផ្ដើមយល់ពីធម៌អនត្តាហ្មងអនត្តាបងប្អូនគេប្រើថាម៉េចគេប្រើថាឥតមានខ្លួនវាឥតសំខាន់លើពាក្យនឹងទេសំខាន់តើបងប្អូនយល់ថាអត់មានខ្លួននឹងមានន័យថាម៉េចអត់មានខ្លួននឹងមានន័យថាម៉េចអត់មានខ្លួនមិនបានក្តិចឈឺគេប្រើថាអនត្តាប្រើថាអត់ខ្លួនតែក្តិចទៅឈឺតើអ្នកណាឈឺបងប្អូនណាឈឺគឺជាដំណើរការមួយជា process មួយវាមិនមែនមានធាតុអ្វីមួយដែលអាចដំណើរការដោយខ្លួនវាតែឯងបានទេបងប្អូនយល់កន្លែងហ្នឹងអត់វាគឺជា process មួយវាគឺជាដំណើរការមួយឧបមាថាម៉ូតូបើកទៅមុខវាគឺជាដំណើរការមួយវាអត់មានតួណាមួយដែលអាចរុញច្រានឲ្យម៉ូតូទៅមុខបានទេក្នុងតួម៉ូតូហ្នឹងវាមានធាតុផ្សេងគ្នាដែលរុញច្រានឲ្យម៉ូតូទៅមុខបានចាប់រាប់តាំងពីកង់ចាប់រាប់តាំងពីចង្វាក់ចាប់រាប់តាំងពីប៊ូស៊ីចាប់រាប់តាំងពីសាំងហើយរបស់មួយហ្នឹងសិតតែមិនមែនមានជីវិតក្តិចអត់ឈឺបេះដូងសួតប្រមាត់ថ្លើមត្រចៀកមកដាតសិតតែជារបស់ធម្មជាតិដែលស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាក្តិចវាអត់ឈឺតែផ្គុំចូលគ្នាមកឈឺដឹងអនត្តាយល់អត់វាអត់មានតួខ្លួនមួយដែលទៅចាប់ជាតិទេហួងថ្ងៃបងប្អូនយល់ថាពេលងាប់ហើយមានព្រលឹងមួយទៅចាប់ជាតិបងប្អូនណារបស់លើលោកនេះស្អីក៏ត្រូវពុកផុយដែរបងប្អូនហើយចុះព្រលឹងបងប្អូននឹងកើតនោះកើតមិនដឹងជាប្រមាណលានជាតិហើយចុះហេតុអ្វីបានជាវាអត់ពុកផុយតើវាមិនស្ថិតនៅក្រោមច្បាប់ធម្មជាតិទេឬអត់មានអ្វីលើលោកនេះមិនស្ថិតនៅក្រោមច្បាប់ធម្មជាតិទេបើវាមិនស្ថិតនៅក្រោមច្បាប់ធម្មជាតិទេបងប្អូនវាស៊ីឬប៉ះពាល់របស់ធម្មជាតិអត់បានទេត្រូវតែធ្លាយត្រូវតែអាយ៉ាស់ហ្មងប៉ុន្តែវាទាំងអស់ហ្នឹងគឺជារបស់ធម្មជាតិទាំងអស់បានវាអាចស៊ីគ្នាបានវាអាចផ្លាស់ប្ដូរគ្នាបានបងប្អូនមើលធម្មជាតិធម៌ហ្នឹងឲ្យយល់ព្រះពុទ្ធលោកត្រាស់ដឹងធម៌ហើយលោកសម្ដែងធម៌ហ្នឹងឲ្យយើងយល់មនុស្សច្រើនណាស់បងប្អូនដែលធ្វើកិច្ចការសាសនាខ្ញុំអាណិតទៅសប្ងៃគាត់ចាយលុយក្នុងកិច្ចការសាសនាច្រើនណាស់តែវាអត់បានវាអត់ទេឧទាហរណ៍ថាបើយើងងាប់ទៅអត់កើតមកវិញតទេហ្មងហើយស្រាប់តែឃើញគាត់ធ្វើបុណ្យដើម្បីឲ្យកើតមកវិញអញ្ចឹងធ្វើបុណ្យទុកសម្រាប់ជាតិក្រោយអញ្ចឹងបងប្អូនមានអារម្មណ៍ថាម៉េចចាយលុយអស់ច្រើនណាស់បងប្អូនចាយលុយអស់ច្រើនណាស់បងប្អូនត្រូវយល់ពីពាក្យអនត្តានឹងឲ្យយល់ច្បាស់រួចហើយយល់អំពីរបៀបនៃការបែកធ្លាយនិងរបៀបនៃការផ្គុំគ្នាឡើងសារជាថ្មីនៃជីវិតព្រះពុទ្ធលោកត្រាស់ដឹងធម៌នឹងហើយធម៌នឹងច្រើនណាស់ក្នុងលោកប៉ុន្តែព្រះពុទ្ធលោកសម្ដែងថាវាអត់ចាំបាច់សម្រាប់មនុស្សទេអញ្ចឹងលោកបង្រៀនតែធម៌ណាដែលចាំបាច់សម្រាប់មនុស្សតថាគតត្រាស់ដឹងដូចស្លឹកឈើនៅក្នុងព្រៃតែតថាគតសម្ដែងតែស្លឹកឈើមួយក្តាប់តើមកក្តាប់ហ្នឹងជ្រើសរើសពីណាមកថាជ្រើសរើសអ្វីដែលមានប្រយោជន៍សម្រាប់កូនដូចត្រីអញ្ចឹងមិនបាច់ដឹងរឿងលើគោកទេមិនបាច់ដឹងរឿងម៉ូតូរឿងឡានរឿងកប៉ាល់ហោះទេពីព្រោះត្រីមិនដែលឡើងមកជិះឡានជិះកប៉ាល់ហោះទាល់ទៅចោះអញ្ចឹងដឹងតែរឿងកិច្ចការនៅក្នុងតាពាំងទឹកនឹងបានហើយទី1វាអត់ចាំបាច់សម្រាប់ត្រីទី2ត្រីវាយល់អត់បានតែយល់អត់បានវាយល់តាមរបៀបមើលមាយពិតមានប្រយោជន៍ត្រូវការកូនធ្វើការងារអ្វីមួយកូនត្រូវពិតមានប្រយោជន៍ត្រូវការតែសពថ្ងៃគេទេសនាអត់ត្រូវការទាំងអស់អត់រឿងពិតទៀតសម័យទៀតយកពេលវេលាច្រើនបំផុតទៅនិយាយពីរឿងជាតិក្រោយនរុប្រែតដែលព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាហួសវិស័យដែលអ្នកអាចយល់បានរឿងកម្មរឿងជាតិមុខជាតិក្រោយហ្នឹងគឺតាក់ទងជាមួយនឹងកម្ម
រឿងវិស័យរបស់ព្រះសម្មាសម្ពុទ្ធរឿងវិស័យលោកុត្តរចិត្តរឿងវិស័យឈានសុទ្ធសឹងតែជារឿងរបស់មនុស្សខ្វាក់រួចហើយចង់ស្គាល់ពណ៌ទៅមិនបានទេកូនហើយម្យ៉ាងទៀតវាអត់មានប្រយោជន៍សម្រាប់កូនផងពិតមានប្រយោជន៍រួចត្រូវការងាកមកធម៌អនត្តាវិញបងប្អូនត្រូវមើលវាឲ្យយល់អំពីធម៌អនត្តាហ្នឹងថាក្នុងខ្លួនហ្នឹងអត់មានអ្វីដែលយើងចាត់ទុកថាជាតួខ្លួនយើងដំណើរការតែវាដាច់ដោយឡែកដោយមិនពាក់ព័ន្ធជាមួយគេដើម្បីដំណើរការរឿងមួយឡើយឧបមាថាឃើញជារឿងមួយហិតក្លិនជារឿងមួយភ្លក់រសជាតិបានជារឿងមួយឮជារឿងមួយតើអ្នកណាជាអ្នកឮតើ process របស់វាដំណើរការរបស់វាយ៉ាងម៉េចតើយើងជាអ្នកឮយើងជាអ្នកឃើញបើយើងមានព្រលឹងជាអ្នកឃើញបងប្អូនអ្នកខ្លះគេថាងាប់ទៅអង្គុយលើចុងឈើរួចហើយមើលគេដុតខ្មោចយើងបើអញ្ចឹងបានណាពេលដែលយើងឈឺភ្នែកព្រលឹងនៅក្នុងហ្នឹងខ្វាក់ភ្នែកទុកឲ្យព្រលឹងមើលទៅមិនបាច់ទៅរកពេទ្យដើម្បីព្យាបាលភ្នែកទេយល់អត់យល់កន្លែងហ្នឹងអត់វាទាល់តែមានស្អីវាផ្គុំនៅជាមួយគ្នាដើម្បីឃើញតែនឹងឯងព្រះពុទ្ធលោកថាអនត្តាអត់មានតួខ្លួនវាជាអ្នកឃើញទេវាផ្សំគ្នាដែលរបស់ដែលវាផ្សំមួយជារបស់ដែលអត់មានព្រលឹងអត់មានវិញ្ញាណអត់អីទាំងអស់ជារបស់ធម្មជាតិដែលស្ថិតនៅក្រោមច្បាប់ធម្មជាតិអនិច្ចំទុក្ខំអនត្តាដែលវាផ្គុំគ្នាឡើងវាកកើតជាជីវិតឡើងព្រះពុទ្ធលោកបង្រៀនពីធម៌អនត្តារួចហើយលោកបង្រៀនអំពីការបែកធ្លាយនិងការផ្គុំសារជាថ្មីឡើងវិញអញ្ចឹងបានពុទ្ធលោកនិយាយអំពីកម្មចាស់របស់បុគ្គលដែលសាងឡើងវាមានឥទ្ធិពលដល់ជីវិតក្នុងជាតិក្រោយប៉ុន្តែត្រូវដឹងថាមិនមែនយើងទេអាត្រង់នឹងបងប្អូនគិតដល់ទឹកភ្នែកស្រក់ហ្មងនឹកឃើញថាជីវិតឲ្យជីវិតម៉ែគេម៉ែយើងបងប្អូនគេបងប្អូនយើងជួបគ្នាតាមមួយជាតិរួចហើយបែកធ្លាយទៅអត់មានពាន់ជាតិណាលានជាតិណាយើងអាចជួបគ្នាបានសារជាថ្មីឡើយដល់ពេលអញ្ចឹងបានរកទីពឹងមិនបានធម្មជាតិនេះពិតជាអណោចអធមណាស់បើយើងស្លាប់ទៅធ្វើឲ្យធម្មជាតិនឹងគាំងវាលែងផ្លាស់ប្ដូរលែងប្រែប្រួលលែងបែកធ្លាយសំតងាប់ដើម្បីឲ្យជីវិតមនុស្សលើលោកនេះកុំឲ្យមានការព្រាត់ប្រាសតែមនុស្សភាគច្រើនណាបងប្អូនអត់ព្រមទទួលយកការពិតទេគាត់ថាបើនិយាយដូចខំវាសនាអញ្ចឹងជីវិតមានសង្ឃឹមអីបើអត់ជួបម៉ែឪនៅជាតិណាមួយផងអញ្ចឹងធម្មជាតិអញ្ចឹងបងប្អូនធម៌អញ្ចឹងច្បាប់ធម្មជាតិអញ្ចឹងមែនអញ្ចឹងបានពុទ្ធលោកនឿយណាយនឹងការផ្គុំណាស់នោះណាតែផ្គុំត្រូវការស៊ីអត់មានរឿងអីសោះមានតែដីទឹកភ្លើងចោតគុំឡើងត្រូវការស៊ីត្រូវការសបាយកើតទុកអត់មានរឿងអីសោះទៅយកដីគុំគ្នាឡើងលុញចុះលុញឡើងកើតជាមនុស្សត្រូវការស៊ីត្រូវការស្លៀកពាក់ត្រូវការសបាយកាប់គ្នាអត់មានរឿងអីសោះទៅនាំគ្នាគុំអញ្ចឹងទៅមានតែដីទឹកភ្លើងខ្យល់អញ្ចឹងទៅអ្នកត្រាស់ដឹងលោកត្រាស់ដឹងកន្លែងហ្នឹងរួចហើយលោកបង្រៀនអាហ្នឹងទៅប្រាប់ដល់មនុស្សដទៃទៀតស្រាប់តែគេចាត់ទុកថាមេរៀនរបស់ព្រះជាសាសនាការពិតទៅជាការបង្រៀនបែបវិទ្យាសាស្ត្រសុទ្ធសាធបងប្អូនងាប់ទៅបងប្អូនណាអត់មានសល់អ្វីក្រៅអំពីអង្គចងចាំទេចិត្តយើងណាបងប្អូនដូច memory ដែលយើងទិញមកពីផ្សារអញ្ចឹងវានៅតែទេដល់ពេលអាការចងចាំដែលចូលតាមភ្នែកតាមតិចតាមច្រមុះតាមអណ្ដាតវាគឺជាទិន្នន័យដូចយើងយក memory ពីផ្សារមករួចហើយយើងថតបទចម្រៀងចូលយើងថតសំឡេងចូលសួរថាតើទិន្នន័យនៅក្នុង memory មួយដូចគ្នាមិនទៅកើតបើមនុស្សម្នាក់ពេលដែលខ្ញុំកំពុងតែមានចេតនាបែបហ្នឹងអ្នកដទៃនឹងមានចេតនាបែបម៉េចផ្សេងគ្នាដល់ពេលអញ្ចឹងអាទិន្នន័យដែលធ្លាក់ចូលទៅក្នុងចិត្តដូចគ្នាចិត្តដូចទឹកពីងដែលសាបអញ្ចឹងដល់ពេលអាធ្លាក់ចូលទៅអាខ្លះធ្លាក់ម្រេចអាខ្លះម្រេចច្រើនអាខ្លះប៊ីចេងអាខ្លះស្ករវាទៅតាមចេតនាអញ្ចឹងបានព្រះពុទ្ធលោកសម្ដែងថាចេតនាជាតួបុណ្យចេតនាជាតួបាបចេតនាជាតួសិលតថាគតសម្ដែងថាចេតនាជាតួកម្មណាកូនអ្នកត្រូវពិនិត្យមើលចេតនារបស់អ្នកគ្រប់វិនាទីទាំងអស់ចេតនានោះហើយជាតួបុណ្យតួបាបណាកូនដល់ពេលយើងវិបស្សនាទៅ delete អត្តនន័យនោះទៅយកអាស្ករប៊ីចេងដែលយើងដាក់ចូលក្នុងទឹកនោះយើងយកទៅដុតភ្លើងដុតចឹងទៅវាហុយអាទឹកនឹងអស់ទៅត្រង់មកជាទឹកវិញដដែលរួចហើយអាកាសសំណល់នោះគឺជាអ្វីដែលចូលទៅក្នុងចិត្តរបស់យើងតាមចេតនានោះតែអានោះឯទៅអានោះទៅអាទិន្នន័យនោះទៅហើយទិន្នន័យនោះក្តិចក៏អត់ឈឺដែរក្តិចអត់ឈឺទេអានោះហើយបងប្អូនទៅតែអានោះហើយអានោះទៅរបៀបម៉េចបងប្អូនមើលទៅយោទឹកទៅយោទូចបងប្អូនបើទឹកអំពៅពេលណាបងប្អូនដាក់ទឹកវាពេញបងប្អូនកជិបកកូតវាណាបងប្អូនកាន់វាអត់ធ្លាក់ទៅទេទឹកហ្នឹងពេលណាបងប្អូនលែងកកូតវាហូរឆពេលចិត្តស្លាប់បកតិចិត្តបាត់ហើយលែងគិតដឹង
បកតិចិត្តគឺចិត្តដែលដឹងរឿងខាងក្រៅស្លាប់បាត់ដែរនៅសល់តែតួនាទីរបស់ប្រវាំងឯងប្រវាំងហ្នឹងគឺជាកន្លែងសម្រាប់ផ្ទុកទិន្នន័យដែលជាចេតនារបស់យើងដែលយើងគិតធ្វើបាបគេផងស្រឡាញ់ផងស្អប់អីជួយគេជួយអីនោះចេតនាហ្នឹងវារាវដោយគ្មានការគ្រប់គ្រងអំពីបកតិចិត្តទេមិនមែនថាយើងគិតចង់ទៅចាប់ជាតិកន្លែងណាវាទៅចាប់ជាតិទេវាគិតដោយខ្លួនវាដូចយកសពអញ្ចឹងណាវាទៅរាវទៅដោយរលកសញ្ញាអញ្ចឹងទៅប៉ុន្តែគល់របស់វាអត់ដាច់ទេដូចវត្ថុអញ្ចឹងណាយើងស្ដាប់បានវត្ថុនៅនេះអាគល់អងតែនអត់ដាច់ទេតែគល់អងតែនដាច់វត្ថុយើងស្ដាប់អត់ឮទេពេលដែលវាទៅចាប់ជាតិហ្នឹងវាទៅអញ្ចឹងប៉ុន្តែគល់របស់វាអត់ដាច់ទេបេះដូងអត់ទាន់ឈប់ដើរទេបេះដូងដូចអងតែននេះវាផ្សាយទៅរហូតអញ្ចឹងហើយទៅដល់ណាក៏ទៅដែរទៅដល់ណាក៏ទៅដែរទៅដល់ភពកាយភពណាទៅដល់ទាំងអស់ហើយក្នុងហ្នឹងវាផ្ទុកទិន្នន័យដូចតយោយើងអញ្ចឹងតយោទឹកទូចអតយោយើងផឹកទឹកអំពៅអទិន្នន័យនៅក្នុងហ្នឹងហើយវាកញ្ចឹបកកូតអញ្ចឹងដល់ពេលណាយើងលែងកកូតទិន្នន័យរូទៅទឹករូទៅពេលវាទៅអញ្ចឹងវាតោងជាប់អញ្ចឹងវាទៅតោងស្ពែម៉ាតូស៊ីអ៊ីតហើយនឹងអូវីលរបស់មនុស្សស្រីប្រុសហ្នឹងវាចាប់អញ្ចឹងដល់ពេលអាហ្នឹងវាទៅតោងអញ្ចឹងវាតោងអត់ទាន់កើតទេណាព្រោះស្ពែម៉ាតូស៊ីអ៊ីតជាមួយអូវីលតែវាចាប់គ្នាវាកើតជាអំប្រីយ៉ុងគឺជីវិតប៉ុន្តែអាចិត្តហ្នឹងទៅតោងអញ្ចឹងវាអត់ទាន់ចាប់ទេជួនកាល 4-5 ម៉ោងជួនកាលមួយថ្ងៃ2ថ្ងៃអត់ទាន់ចាប់ទេទាត់ដាច់នេះដាច់ពឹបដូចយើងចំហទៅយោទឹកអញ្ចឹងហោពឹបអត្តន័យជាបុណ្យជាបាបហ្នឹងរូទៅដេកក្នុងប្រវាំងរបស់ចិត្តថ្មីអញ្ចឹងបានអាថ្មីហ្នឹងមានអត្តចរិតដូចអាចាស់ណាស់ហើយបានដូចពីព្រោះទិន្នន័យទាំងអស់យកទៅដាក់ហ្នឹងឧបមាថាយើងមានទឹកមួយពាងយើងដាក់អំបិលដាក់ស្ករចូលទៅយើងហត់ទៅរសជាតិមិនដល់ពេលយើងយកទឹកហ្នឹងទៅដាំទឹកហួតអស់ទៅសល់តែអាកាសហ្នឹងយកទឹកមួយពាងថ្មីយកអាកាសហ្នឹងទៅដាក់ចូលហត់ទៅដដែលដល់មុនអញ្ចឹងហើយដល់មុនបើទិន្នន័យហ្នឹងវាតពីអាចាស់ទៅហ្នឹងបងប្អូនយល់កន្លែងហ្នឹងអត់ហើយតែវាកើតកន្លែងណាកើតមានតែវាផ្គុំគ្នាក៏កើតជាជីវិតវាអត់ដែលទៅផ្គុំកន្លែងអត់មានលក្ខខណ្ឌគ្រប់គ្រាន់ទេបើចេះអញ្ចឹងវាផ្គុំឋានប្រច័នបាត់ហើយឋានប្រច័នអត់ជីវិតទេវាផ្គុំគ្នាដើម្បីកើតហើយពីដាច់ខ្យល់ទៅកើតថាមួយគណៈចុះពុទ្ធលោកសម្ដែងតែ7គណៈប៉ុន្តែមួយគណៈបងប្អូនណាលឿនណាមួយវិនាទីស្មើរាប់ពាន់លានគណៈហើយត្រូវការតែ7គណៈឯងដើម្បីចាប់ជាតិអាណាហៅយកទៅសួរឋាននរកឋានប្រែតតាន់យល់កន្លែងហ្នឹងអត់យល់កន្លែងហ្នឹងគេបោកមិនបានទេអាបោកយកលុយនោះបើចង់ឲ្យគឺឲ្យហ្មងអញឲ្យហែងហ្មងអាណិតហែងកុំមកនិយាយថាឲ្យមកបានប៉ុនណាអត់ទេអញគ្មានឃ្លានប៉ុនទេអញឲ្យមកអាណិតគេបោកលែងបានប៉ុន្តែបងប្អូនទៅមើលសាសនាយើងថាសាសនាចោះសពថ្ងៃគឺបោកឡើងព្រងព្រាតហើយយើងនិយាយស្ដាប់ទេទៅឲ្យល្ងោកចឹងបានពុទ្ធលោកថាផ្លូវសួរទូផ្លូវនរកសឹកអស់ណាអានឹងថាសាសនាយើងចោះបងប្អូនងាកទៅមើលមូស្លីមបងប្អូនងាកទៅមើលយេស៊ូច្រើនជាងយើងទៀតនិយាយពីកាប់គ្នាពេញទឹកពេញដីអាត្រង់នឹងបងប្អូនដែលខ្ញុំនិយាយថាការយល់ពីធម៌ការយល់ពីធាតុផ្សំរបស់ជីវិតការយល់ពីបុព្វហេតុនៃការរស់គឺជាឫសគល់ឬមូលដ្ឋានឬជាប្រភពនៃសេចក្តីល្អទាំងឡាយក្នុងភាពភ្លឺស្វាងតែពួកគេថាគេល្អគេជឿព្រះយេស៊ូគេធ្វើគេល្អគេជឿព្រះមូស្លីមគេល្អណាស់គេជឿព្រះពុទ្ធខ្ញុំថាល្អមិនដល់កម្រិតទេអាល្អដល់កម្រិតណាយល់ពីធម៌យល់ពីធាតុផ្សំរបស់ជីវិតយល់ពីបុព្វហេតុនៃការរស់គឺជាប្រភពនៃសេចក្តីល្អទាំងឡាយក្នុងភាពភ្លឺស្វាងអាណិតមកបងប្អូនអាណិតមកឃើញគេក៏ដូចយើងឃើញយើងក៏ដូចគេដើរក្នុងពិភពលោកឃើញតែបែកឃើញតែធ្លាយហើយតែបែកហើយប្រត់ប្រាស់ហើយអត់មានសល់ទៀតទេបងប្អូនម៉ែយើងឪយើងតែស្លាប់ហើយគឺឈឹងស្លាប់ហើយគឺឈឹងម៉ែឪមានតែមួយជាតិម៉ែឪជាអីបងប្អូនម៉ែឪជាការចងចាំក្នុងដួងចិត្តរបស់យើងចាំគាត់ក្នុងទម្រង់បែបម៉េចនោះហើយជាម៉ែឪរបស់យើងជាតម្លៃរបស់ម៉ែឪរបស់យើងតែស្លាប់ហើយសូនណាតើពេលដែលគាត់នៅរស់គាត់បានធ្វើអីដល់យើងខ្លះជាតម្លៃដែលយើងចងចាំនោះអានោះហើយជាម៉ែឪពិតប្រាកដរបស់យើងអ្នកណាមួយក៏តម្លៃនៅត្រង់នោះដែរដល់ពេលបងប្អូនយល់ត្រង់ហ្នឹងបងប្អូនកើតមកលើផែនដីបងប្អូនសម័យបន្តិចមើលតើបងប្អូននឹងអាចធ្វើខ្លួនឯងឲ្យទៅជាបន្ទុកសម្រាប់អ្នកដទៃមិនកើតខ្មាស់ខ្លួនឯងហ្មងបងប្អូនណាកើតមកនាំបន្ទុកដល់ប្រពន្ធនាំបន្ទុកដល់កូនមានអារម្មណ៍ថាអៀនខ្លួនហ្មងណាប្រពុតលោកបង្រៀនអញ្ចឹងណាបងប្អូនណាអត់មានប្រភ័យតែណែហែងមិនធ្វើអញ្ចឹងយ៉ាត់ធ្លាក់នៅរស់អត់មានអញ្ចឹងទេណាសេចក្តីល្អដែលប្រពុតលោកបង្រៀនគឺបង្រៀនតាមរយៈនៃការយល់ធម៌ត្រង់ហ្នឹងដែលខ្ញុំសង្កេតមកថាការយល់ធម៌យល់ពីច្បាប់ធម្មជាតិហ្នឹងយល់ពីធាតុផ្សំរបស់ជីវិតយល់ពីបុព្វហេតុនៃការរស់គឺជាបុព្វហេតុនៃសេចក្តីល្អក្នុងភាពភ្លឺស្វាងទាំងឡាយ
រស់នៅស្រាលគេហើយមិនទម្ងន់ដល់គេហើយជួយអ្នកដទៃទៀតអានឹងឲ្យជាតម្លៃរបស់មនុស្សបងប្អូនគិតចាស់ណាមើលហើយបងប្អូនមើលអ្នកសាសនារាល់ថ្ងៃតើមកប្រៀបធៀបមួយយើងមិនបានគាត់ធ្វើអីក៏ដោយបងប្អូនគាត់ដើម្បីខ្លួនគាត់ដែរចេតនាដើម្បីខ្លួនឯងនរកគុំក៏កើតក្នុងទុក្ខតិភពចេតនាដើម្បីខ្លួនឯងបងប្អូនមើលចេតនាបងប្អូនរកគ្រប់ឃើញទេអ្នកសាសនាគេធ្វើបុណ្យមួយឆ្នាំនឹងប្រហែលដងខ្ញុំមើលមុខថារកកន្លែងគ្រប់ឃើញទេរកគ្រប់អត់ឃើញបងប្អូនហេយាយនឹងអ្នកធរអ្នកអាខ្ញុំមើលទៅខ្ញុំថាអ្នកអាត្មានិយមអត់មានអីគួរឲ្យគ្រប់ផងហេមើលងាយយាយនឹងធ្លាក់នរកធ្លាក់ទៅអញមិនខ្វល់ជ្រះស្រឡះពពុទ្ធលោកបង្រៀនមនុស្សឲ្យកើតសទ្ធាជ្រះថ្លាអស់វិជ្ជកិច្ឆាអស់សេចក្តីសង្ស័យដល់ពេលឥឡូវយាយសួរប្រសងសួរមិនបានតែសួរពុតយាយឯងសង្ស័យហ្នឹងយាយឯងសង្ស័យធ្លាក់នរកយាយឯងជឿសុបមើលបើជាប្រសងដូចគ្នាផងសួរមិនបានហេពពុទ្ធត្រាស់ដឹងមែនអត់ទេហេមិនចឹងវិជ្ជកិច្ឆាធ្លាក់នរកឥឡូវភូតបានតែមិនល្ងងទេសម្រាប់អ្នកយល់ភូតមិនបានទេបងប្អូនខ្ញុំសូមបញ្ចប់ចំណាប់តាមគ្រាចុងក្រោយរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណ